ឈ្មោះវ៉ែនសុគន្ធជាកសិករចិញ្ចឹមសត្វជ្រូកនៅភូមិគ្រោះឃុំរលៀបអៀស្រុករលៀបអៀខេត្តកំពង់ឆ្នាំងជ្រូកខ្ញុំសរុប60ក្បាលក្នុងនោះមានមេ14ក្បាលហើយសាច់36ក្បាលហើយសប្តាហ៍ថ្ងៃការចិញ្ចឹមសត្វរបស់ខ្ញុំគឺប្រើចំណីប្រេសង់ជូលី1និងជូលី2គឺអត់រាកទេការចិញ្ចឹមរបស់ខ្ញុំហ្នឹងការលូតលាស់របស់ចំណីហ្នឹងគឺការលូតលាស់របស់វាគឺលឿនជាងចំណីដតីនៃដតីអត្ថប្រយោជន៍របស់ចំណីដតីគឺវាមានប្រយោជន៍ដែរប៉ុន្តែភាគច្រើនគឺរាកហើយបន្ទាប់ពីជូលី2មកគឺបោះ110ធ្វើឲ្យលូតលាស់តែឆ្អឹងទេធ្វើឲ្យលូតឆ្អឹងចំណែកឯបោះ112សារៈប្រយោជន៍របស់វាគឺធ្វើលូតលាស់ទាំងឆ្អឹងទាំងសាច់ចំណែកឯ114ដែលគេឲ្យស៊ីចម្រាប់ពីហុកទៅលក់នោះតម្រូវឲ្យស៊ីពីហុកទៅលក់នោះគឺវាសម្ងួតខ្លាញ់ហើយបង្កើតជាសាច់ចំណីប្រេសង់គឺសាច់វាស្ងួតហើយពេលហូបគ្រប់ target របស់វាគឺថ្លឹងទៅមានទម្ងន់ធ្ងន់ខ្ញុំសំណូមពរដល់កសិករដែលចិញ្ចឹមសត្វដូចខ្ញុំគឺខ្ញុំសំណូមពរដល់បងប្អូនធ្វើយ៉ាងម៉េចគួរតែប្រើចំណីប្រេសង់ដូចខ្ញុំទៅពីព្រោះវាផ្ដល់ប្រាក់ចំណេញដល់យើងហើយការរាករូសក៏វាអត់មានដែរហើយការលូតលាស់របស់វាគឺលូតលាស់ល្អជាលំដាប់